ចម្រើនពរញាតិញោមពុទ្ធបរិស័ទនេះជាសកម្មភាពអាត្មាភាពព្រមទាំងព្រះអង្គគ្រូដែលបានមុនមកហើយនឹងញាតិញោមពុទ្ធបរិស័ទដែលបានអញ្ជើញមកពីខាងខេត្តត្បូងឃ្មុំណាដើម្បីចែកស្បៀងជូនជាបរិវត្តជូនញាតិញោមជាអ្នកភិក្ខុនៅខាងខេត្តព្រះវិហារបងបានវីដេអូទៅបងមកញាតិញោមឃើញហើយគឺចែកនំប៉័ងចែកនំចែកដោះគោឲ្យក្មេងៗហ្នឹងហើយបន្ទាប់មកគឺទម្លាក់អីវ៉ាន់ចុះទៅលើឡានដើម្បីរៀបចំនៅលើឧបដ្ឋានសាលារៀបចំជាជួរចឹងទៅឲ្យបានឲ្យគ្រប់បានដូចជា250គ្រួសារចឹងស្បៀងដែលញាតិញោមពុទ្ធបរិស័ទចូលរួមគ្រប់ទិសទីនោះគឺយកមកចែកចឹងញោមណាព្រោះយកមកចែកជូនចឹងដូចញាតិញោមបានឃើញក្នុងវីដេអូចឹងហើយមានដូចជាស្បៀងមានដូចជាកទឹកត្រីទឹកស៊ីអ៊ីវមីហើយនឹងបច្ច័យពីលើចឹងទៅបច្ច័យតិចតួចញោមអើយតាមសទ្ធាមិនជាច្រើននេះប្រហែលទេព្រោះនេះជាបច្ច័យទឹកចិត្តដែលព្រះអង្គគ្រូគ្រប់អង្គនិងយោមញាតិចូលរួមទាំងអស់នោះបានមកគ្រួសារបានមើលដែរញោមអូតិចតួចទេញោមអើយធ្វើមិនទេយើងតែថាជួយតាមលទ្ធភាពញោមណាព្រោះជួយបានប៉ុណ្ណាគឺជួយប៉ុណ្ណឹងអញ្ចឹងសូមញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមតាមរយៈអាត្មាភាពតាមព្រះអង្គគ្រូផ្សេងហ្នឹងណាជឿណាឲ្យបានបនស្មើគ្នាយំណាព្រោះហើយស្បៀងទាំងអស់មិនមែនចែកតែអ្នកភិក្ខុទេយោមព្រោះចែកទៅខាងវរៈកងទ័ពព្រោះចែកនៅខាងវរៈកងទ័ពខ្លះតែអាត្មាបានបង្ហាញទេវីដេអូហ្នឹងលាក់ទុកចោលអត់បានទុកឯណាមួយក៏អត់បានថតដែរអញ្ចឹងថតតែកន្លែងភិក្ខុទេយោមហើយកន្លែងភិក្ខុនេះនៅក្នុងសាលាមិនជាបញ្ជាក់ទីតាំងទេថានៅកន្លែងណាអីកន្លែងណាតែនៅក្នុងខេត្តព្រះវិហារញាតិញោមពលក្នុងខេត្តព្រះវិហារគុណចាស់លោកព្រមតែហុចចែកជូនញាតិញោមហើយមានទឹកសុទ្ធមានអីដែរអញ្ចឹងណានឹងទឹកសុទ្ធមួយយួរឃើញយើងទៅចែកណោជូនពួកគាត់ចឹងទៅគាត់មានអារម្មណ៍ថាសប្បាយយល់ណាសប្បាយចិត្តព្រោះចឹងយើងខ្មែរស្រឡាញ់ខ្មែរយើងជួយគ្នាក្នុងគ្រាដែលពិបាកណាយល់ណាយើងជួយគ្នានៃបងគ្រូក្បាលវង្សេះព្រោះចារិកាវត្តក្បាលវង្សេះហើយនេះបងគ្រូខាងវត្តត្រពាំងឫស្សីហើយគ្រូចុងអូព្រោះចឹងមិនអីទេយល់ណាព្រោះចឹងអរគុណហើយញាតិញោមដែលបានជួយកន្លងមកអរគុណធំញាតិញោមណា